បាទនៅក្នុងវគ្គ16ក្រុមចុងក្រោយបាទបងប្អូនឃើញហើយបាទសមាជិកភាពដែលឡើងមកនេះបាទសុទ្ធសឹងតែជាក្រុមជម្រើសជាតិដែលបានការប្រកួតសុទ្ធស្វែងមែនទែនទម្រាំតែត្រូវមកជួបគ្នានៅក្នុងវគ្គ16ក្រុមចុងក្រោយជាក់ស្ដែងក្រុមជម្រើសជាតិកាណាដាក្នុងនាមជាម្ចាស់ផ្ទះបាទជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាមិចស៊ីកូផងនោះយើងឃើញថាសម្រាប់កាណាដាបង្កការភ្ញាក់ផ្អើលមែនទែនដោយបានឡើងមកកាន់វគ្គ16ក្រុមចុងក្រោយបើនិយាយអំពីការជួបគ្នារវាងក្រុមជម្រើសជាតិកាណាដាបាទជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកបងប្អូនហើយម៉ារ៉ុកនេះក៏ជាក្រុមមួយដែលអាចនិយាយបានថាមិនអាចធ្វើប្រហែសបានទេដោយសារតែម៉ារ៉ុកបច្ចុប្បន្ននេះធនធានកីឡាករមានល្អច្រើនណាស់បាទសម្រាប់ម៉ារ៉ុកប៉ុន្តែអ្វីដែលចាប់អារម្មណ៍បាទសម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិកាណាដាជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកគឺនឹងប្រកួតនៅវេលាម៉ោង12យប់នេះហើយបាទការប្រកួតនៅវេលាម៉ោង12យប់នេះហើយបងប្អូនហើយការប្រកួតនោះគឺនៅក្នុងបាទកីឡដ្ឋានបាទ NRG Stadium បាទនៅក្នុងរដ្ឋបាទ Houston នៅក្នុងសហរដ្ឋអាមេរិកដែលមានអាជ្ញាកណ្ដាលការសេចក្តីគឺលោក Michael Oliver សញ្ជាតិអង់គ្លេសបងប្អូនបាទបើសិនជាយើងមើលទៅលើតារាងចំណាត់ថ្នាក់ FIFA ranking វិញបើយើងប្រៀបធៀបក្រុមទាំងពីរមានន័យថារីខុសគ្នាគួរសមដែរដោយកាណាដាគេស្ថិតនៅចំណាត់ថ្នាក់លេខ30ប៉ុន្តែម៉ារ៉ុកគេស្ថិតនៅចំណាត់ថ្នាក់លេខ7អញ្ចឹងយើងឃើញថាសម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកនេះគឺថាបច្ចុប្បន្នភាពគឺកំណត់ត្រាក៏ដូចជាតារាងចំណាត់ថ្នាក់របស់ FIFA ranking ចាប់ដើមរំកិលខ្លួនមួយកម្រិតទៅមួយកម្រិតហើយដោយការប្រកួតរបស់គេគឺបងប្អូនឃើញទេប៉ះជាមួយនឹងម៉ាច់ជូរីទឹកក្រូចហូឡង់បាទយកឈ្នះទៅលើហូឡង់ណាបងប្អូនណាមិនធម្មតាទេបាទអញ្ចឹងអ្នកដែលរំពឹងថាហូឡង់នឹងអាចឡើងមកកាន់វគ្គជ្រៅត្រូវអស់សង្ឃឹមបាទត្រឹមប៉ះជាមួយនឹងម៉ារ៉ុកនេះឯងបាទហើយបើយើងមើលទៅលើប្រវត្តិរបស់ក្រុមជម្រើសជាតិបាទកាណាដាបន្តិចចុះបងប្អូនបាទកាណាដាមុនពេលដែលគេជួបម៉ារ៉ុកនេះបើយើងនិយាយនៅក្នុងពូលក្នុងក្រុមកាលនោះគឺប៉ះជាមួយនឹង Bosnia and Herzegovina គេស្មើគ្នាបាទ1-1ហើយគេបានយកឈ្នះបាទទៅលើបាទកាតាបងប្អូនហើយបាទយកឈ្នះទៅលើកាតាហ្នឹងគឺ6-0ទៅនោះបាទសម្រាប់កាណាដាបង្កការភ្ញាក់ផ្អើលខ្លាំងហើយការប្រកួតនៅក្នុងពូលគឺគេបាទផ្លាត់ចាញ់ទៅលើ Switzerland បាទ Switzerland លទ្ធផលហ្នឹងគឺ2-1ប៉ុន្តែការប្រកួតត្រឹមវគ្គ32ក្រុមគឺគេប៉ះជាមួយនឹងអាហ្វ្រិកខាងត្បូងបាទការប្រកួតប៉ះជាមួយនឹងអាហ្វ្រិកខាងត្បូងគឺតឹងមែនទែនបាទរហូតដល់90+2ទើបកីឡាករបាទអ៊ូស្តាPO បាទអាចរកមួយគ្រាប់ចុងម៉ោងនោះទើបធ្វើឲ្យបាទកៅអីរបស់កាណាដាឡើងមកកាន់វគ្គ16ក្រុមត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកបាទនេះគឺជាការប្រវត្តិរបស់កាណាដាមុនពេលដែលគេឡើងមកជួបជាមួយនឹងម៉ារ៉ុកឥឡូវបងប្អូនយើងទៅមើលអំពីការប្រកួតរបស់ក្រុមជម្រើសជាតិម៉ារ៉ុកបន្តិចវិញបាទបើនិយាយពីក្នុងពូលបាទម៉ារ៉ុកនេះគឺមានកីឡូធុនច្រើនដែរបាទគឺគេប៉ះគ្នាបាទជាមួយនឹងប្រេស៊ីលការប្រកួតបើកឆាកស្មើគ្នាបាទជាមួយនឹងប្រេស៊ីល1-1បាទហើយក៏ការប្រកួតបន្ទាប់នៅក្នុងពូគេយកឈ្នះទៅលើ Scotland 1-0ហើយការប្រកួតចុងក្រោយបាទហូបហៃទីហ្នឹងគឺ4-2បាទដល់ពេលឡើងមកម៉ារ៉ុកបាទប៉ះជាមួយនឹងហូឡង់បងប្អូនហើយបាទគឺយើងឃើញថាការប្រកួតនេះគឺតឹងតែងមែនទែនបាទបញ្ចប់90នាទីបាទក៏ដូចជាថែម15នាទី2ដងស្មើគ្នា1-1អូបឡាយរហូតដល់ទៅវគ្គកាត់សេចក្តីពេណាល់ទីប៉ុន្តែយើងឃើញថាសម្រាប់ម៉ារ៉ុកបានយកឈ្នះទៅលើហូឡង់ដោយគ្រាប់បាល់3-2នៅក្នុងវគ្គកាត់សេចក្តីពេណាល់ទីសោកស្ដាយមែនទែនណាសម្រាប់ក្រុមជម្រើសជាតិហូឡង់ដែលមិនអាចបាទយកឈ្នះទៅលើម៉ារ៉ុកប៉ុន្តែបើសិនជាយើងមើលទៅលើការលេងរបស់ម៉ារ៉ុកនេះគឺអាចនិយាយបានថាបកកែនៅក្នុងការពារវិបកមែនទែនបាទសម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកបាទអញ្ចឹងបើសិនជាយើងមើលទៅលើក្រុមកាណាដាជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកនៅក្នុងប្រវត្តិនៅក្នុងការធ្លាប់ជួបគ្នាវិញបងប្អូនបាទនៅក្នុងនោះក្រុមទាំងពីរក៏ធ្លាប់បានជួបគ្នាចំនួន2លើកដែរបាទចំនួន2លើកដែរកាលនោះការប្រកួតនៅក្នុងរដូវកាល2016ជាការប្រកួតមិត្តភាពអន្តរជាតិដែលម៉ារ៉ុកបានយកឈ្នះទៅលើកាណាដា4-0ហើយការប្រកួតបាទលើកទី2នៅក្នុងព្រឹត្តិការណ៍ World Cup 2022នេះតែម្ដងកាលនោះនៅក្នុង Pool F ដែលម៉ារ៉ុកគេបានយកឈ្នះទៅលើកាណាដាហ្នឹងគឺលទ្ធផលហ្នឹងគឺ2-1បាទអញ្ចឹងមានន័យថាសម្រាប់ជំនួបជួបគ្នា2លើកចុងក្រោយគឺម៉ារ៉ុកបានយកឈ្នះទៅលើក្រុមជម្រើសជាតិកាណាដាទាំង2ជើងតែម្ដងបាទដូច្នេះបើយើងនិយាយអំពីការជួបគ្នានៅក្នុងរាត្រីនេះវេលាម៉ោង12នេះគឺថាក៏មិនអាចធានាថាម៉ារ៉ុកនឹងឈ្នះទៅលើកាណាដា
100%ទេពីព្រោះកាណាដាបងប្អូនឃើញថាសម្រាប់ការលេងរបស់កាណាដាក៏មើលទៅហាក់ដូចជាមាំទាំដែរបាទទាំងប្រព័ន្ធការពារក៏ដូចជាការវាសម្រុករបស់កាណាដាហ្នឹងគឺមានភាពរហ័សរហួនអញ្ចឹងខ្ញុំចាប់អារម្មណ៍ដល់ថានេះក្រុមទាំងពីរអាចថាបើសិនជាគ្រាប់បាល់ឲ្យកើតឡើងបិទជាគ្រាប់កើតឡើងច្រើនគ្រាប់ទេដោយសារតែយើងមើលប្រព័ន្ធលេខរបស់កាណាដាក៏ប្រកែកនៅក្នុងការការពារនៅក្នុងការវិបកដូចម៉ារ៉ុកក៏ដូចគ្នាដែរពីច្រើនគឺចូលចិត្តលេងបែបហ្នឹងបាទប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្ញុំគិតថាការប្រកួតរវាងកាណាដាជាមួយនឹងម៉ារ៉ុកប្រហែលជាកាណាដាស្រួលគេព្យាយាមក្នុងការគ្រប់គ្រងបាល់ឲ្យបានច្រើនជាងម៉ារ៉ុកទៀតប៉ុន្តែម៉ារ៉ុកបើសិនជាមើលថាយុទ្ធសាស្ត្ររបស់កាណាដាលេងព្យាយាមគ្រប់គ្រងបាល់បង្កើតឱកាសបាល់បង្កើតបាល់ក្រោះអាចនិយាយបានថានេះគឺជាសក្តានុពលមួយរបស់កាណាដាដែរប៉ុន្តែយើងមើលទៅមើលតំបន់ការពារក៏មុំទាំដែរសម្រាប់ម៉ារ៉ុកมันអាចធ្លាយបានទេយើងឃើញសូម្បីតែហូឡង់ក៏ទៅមិនជ្រៅគេថាទៅមិនធ្លុះបាទមិនជ្រៅទៅមិនឆ្ងាយបាទមុតមិនជ្រៅទៅមិនឆ្ងាយក៏បុកមិនធ្លុះដែរយើងឃើញតែប្រព័ន្ធការពាររបស់ម៉ារ៉ុកនេះគឺល្អខ្លាំងបងប្អូនបាទអញ្ចឹងតើតើជាមួយនឹងការប្រកួតរវាងក្រុមជម្រើសជាតិបាទកាណាដាបាទជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកបាទបងប្អូនអ្នកស្រឡាញ់កាណាដាក៏គិតថាកាណាដានឹងអាចឡើងទៅវគ្គបន្តដែរហើយបងប្អូនអ្នកដែលគ្រប់គ្រងម៉ារ៉ុកក៏គិតថាប្រហែលជាម៉ារ៉ុកហើយពីព្រោះម៉ារ៉ុកក៏មានកីឡាករល្អដែរចាប់អារម្មណ៍ថាយើងឃើញថាសម្រាប់ក្រុមជម្រើសជាតិទាំងពីរមានកីឡាករដែលលេចលើធ្លោច្រើនបាទជាពិសេសបងប្អូនស្គាល់ជាងគេបាទសម្រាប់កាណាដាគឺកីឡាករបាទ Alfonso Davies បាទដែលធ្លាប់ដែលបានប្រកបអាជីពនៅលីកកំពូលរបស់អាល្លឺម៉ង់ជាមួយនឹងបាយ៉ឺនម៉ូនិចហើយគាត់ជួនបាទកីឡាករបាទរបស់ម៉ារ៉ុកកីឡាករបាទអ៊ីសាមែលបាទសាយបារីនេះទើបតែក្លឹបបាយ៉ឺនម៉ូនិចប្រកាសនៅក្នុងការចុះហត្ថលេខានាំយករូគេបាទចូលរួមជាមួយនឹងបាយ៉ឺនម៉ូនិចដែរបាទប្រកួតដំបូងគាត់សុទ្ធបញ្ចូលទីបាយ៉ឺនយកមកព្រាមមកអត់ទុកយូរឲ្យសាយបារីបាទសាយបារីបើនិយាយឲ្យស្គាល់គាត់អត់ស្គាល់តែស្គាល់ពេលដែលលេងប្រកួតចប់ដំបូងហ្នឹងបាទម៉ារ៉ុកឈ្នះប្រកួតដំបូងស្វាញ់សាយបារីចូលមកបាទយកព្រាមៗគាត់ឲ្យក្រុមណាចរចាហើយសាយបារីនេះគាត់សប្បាយចិត្តបាទចរចាព្រាមៗទៅព្រាមៗម្ដងទេបាទអត់មានគិតយូរទេបាទអញ្ចឹងនេះគឺជាឱកាសមួយបាទសម្រាប់គេថាកីឡាករនៃក្រុមជម្រើសជាតិម៉ារ៉ុកដែលបានគេថាចូលរួមជាមួយនឹងក្លឹបធំៗណាបាទក្លឹបយក្សបាទរបស់អាល្លឺម៉ង់ហ្នឹងអញ្ចឹងបងប្អូនឃើញហ្នឹងសម្រាប់សមាជិកកីឡាករបាទរបស់ក្រុមជម្រើសជាតិម៉ារ៉ុកនៅពេលបច្ចុប្បន្នបើយើងមើលតាំងពីប្រព័ន្ធការពារបាទមានម៉ាហ្សាវីបងប្អូនស្គាល់ណាលេងនៅបិសាចក្រហម Manchester United មានកីឡាករបាទ Riyad បាទលេងឲ្យ Crystal មានកីឡាករ Diop របស់ Fulham ណាកីឡាករមួយទៀត Achraf Hakimi នោះគឺបាទញាក់សាច់ហើយបាទសម្រាប់ PSG បាទនៅក្នុងតំបន់ខ្សែការពារស្លាប់ខាងស្ដាំដល់ពេលតំបន់បំរើបាទតំបន់បំរើការពារមាន2រូបមានកីឡាករបូនូឌីបាទនៅបារាំងបាទកីឡាករមួយរូបទៀតគឺកីឡាករបាទអាណូយីបាទរបស់រ៉ូម៉ាហើយបើយើងនៅតំបន់បំរើប្រយុទ្ធវិញបាទបងប្អូនស្គាល់ខ្លាំងជាងគេមួយរូបទៀតគឺកីឡាករ Brahim Diaz បាទរបស់ Real Madrid បាទញាក់សាច់ហើយបងប្អូនហើយតំបន់កណ្ដាលមួយទៀតគឺកីឡាករបាទអូណាហ៊ីបាទរបស់បាទអេស្ប៉ាញគឺ Girona បាទនឹងកីឡាករមួយរូបទៀតគឺកីឡាករបាទខានូគឺលេងឲ្យបាទស៊ូកាតហើយកីឡាករបាទសៃបេរីនេះបងប្អូនគឺទើបតែចុះហត្ថលេខាបាទថ្មីបាទជាមួយនឹងបាយ៉ឺនម៉ូនិចតែម្ដងអញ្ចឹងសមាជិកភាពកីឡាករបាទរបស់ម៉ារ៉ុកក៏ញាក់សាច់ដែរបងប្អូនឥឡូវបើយើងមើលទៅលើកីឡាកររបស់ក្រុមជម្រើសជាតិកាណាដាវិញបងប្អូនដែលចាប់អារម្មណ៍ជាងគេបើយើងមើលទៅលើប្រព័ន្ធខែការពារបាទខែការពារបើយើងរាប់ពីអ្នកចាំទីគឺកីឡាករបាទក្រេពូនេះគឺគាត់លេងនៅក្នុងស្រុកទេបាទដល់ពេលខ្សែការពារ4រូបមានលេងនៅបារាំង2បាទខ្សែការពារមាននៅអូឡ িম্প ពិកលីយ៉ង់ក៏ដូចជានៅក្លឹប Nice បាទហើយមានCeltic មួយដែរបាទហើយតំបន់បំរើមាននៅ Porto បាទមាននៅបាទ Villarreal បាទនេះហើយបើយើងមើលទៅលើតំបន់ប្រយុទ្ធបាទកីឡាករ Jonathan David នេះគឺគាត់លេងឲ្យ Juventus នៅអ៊ីតាលីបងប្អូនបាទហើយនឹងកីឡាករមួយទៀតគឺ Villarreal បាទនេះហើយនឹងបាទតំបន់ប្រយុទ្ធទាំងពីរនេះគឺសិតសឹងតែជាកីឡាករដែលមានបទពិសោធន៍បាទនៅតំបន់អឺរ៉ុបបាទសម្រាប់កាណាដាអញ្ចឹងសម្រាប់សមាជិកភាពកីឡាកររបស់កាណាដាក៏បើយើងមើលទៅលើគេថាក្លឹបដែលគាត់បានប្រកបអាជីពក៏ល្អដែរបាទអញ្ចឹង
សម្រាប់បាទម៉ារ៉ុកបាទក៏មិនអាចធ្វើប្រហែលជាមួយនឹងកាណាដាហើយកាណាដានេះក៏រត់តែមិនអាចធ្វើប្រហែលជាមួយនឹងម៉ារ៉ុកដែរព្រោះម៉ារ៉ុកនេះគឺរាប់ថាជាជើងខ្លាំងមកពីទ្វីបអាហ្វ្រិកហើយបងប្អូនបាទអញ្ចឹងបាទតាក់ទងជាមួយនឹងការជួបគ្នាបាទរវាងក្រុមជម្រើសជាតិកាណាដាបាទជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកនៅវេលាម៉ោង 12 យប់នេះបងប្អូនកុំភ្លេចតាមដានទស្សនាហើយសម្រាប់គ្រាប់បាល់ខ្ញុំសូមចូលរួមទូទាទៅចោះបាទខ្ញុំគិតថាម៉ារ៉ុកអាចមាន2គ្រាប់ហើយសម្រាប់កាណាដាអាចមាន1គ្រាប់បាទរវិតអាចចូលរួមទូទាហើយបន្តព័ត៌មានតែម្ដងបាទអរគុណបាទគូនេះខ្ញុំគិតថាគ្រាប់បាល់មានតិចទេសកាតិចទេណាបាទខ្ញុំគិតថាមានតិចទេម៉ារ៉ុកអាចមាន1គ្រាប់ឬក៏2គ្រាប់ហើយកាណាដាមិនមានគ្រាប់ទេបាទទូទាថាកាណាដាមិនមានគ្រាប់តែម្ដងម៉ារ៉ុកអាចមាន1គ្រាប់ឬក៏មាន2គ្រាប់ហើយម៉ារ៉ុកឡើងទៅវគ្គបាទបន្ទាប់វគ្គ8ក្រុមចឹងបាទសកាយយល់ចឹងទេថាម៉ារ៉ុកឡើងបាទយល់ដូចគ្នាពីព្រោះខ្ញុំទូទាថាម៉ារ៉ុក2បាទកាណាដា1